ពេលតនេះខ្ញុំមកធ្វើវីដេអូតាក់ទងទៅនឹងការរៀនយកនីតិរដ្ឋទៅមកវិជ្ជាគណិតសម្រាប់រយៈពេល2ខែចុងក្រោយមុននឹងជិះទៅដល់ថ្ងៃប្រឡងបាក់ឌុបអញ្ចឹងខ្ញុំមើលថាតើក្នុងផ្នែកវិទ្យាសាស្ត្រពិតគណិតរបស់យើងត្រូវមាន7រ៉ូម៉ាំងទី1ជាទូទៅគឺមាន limit integral complex probab differential ហើយរ៉ូម៉ាំងទី6នេះវាអាចមានវីទ័រក្នុងលំហបូកជាមួយនឹងកោណិកអញ្ចឹងវីទ័រក្នុងលំហហើយនឹងកោណិកវានៅក្នុងរ៉ូម៉ាំងមួយគ្នាហើយអនុគមគឺចែងទៅនៅផ្នែកចុងក្រោយគេជានិច្ចអញ្ចឹងខ្ញុំមានពេលឲ្យអ្នកនរគ្នាគឺ60ថ្ងៃដែលថាស្មើ2ខែអញ្ចឹងបើយើងបំបែកទៅវាអាចបានថាជា8អាទិត្យអញ្ចឹងសម្រាប់រយៈពេល8អាទិត្យនោះខ្ញុំចង់អ្នកគ្នាចំណាយពេល1អាទិត្យទៅលើមួយមុខមានន័យថា1អាទិត្យទៅលើ limit 1អាទិត្យទៅលើ integral ផ្សេងទៀតក៏អញ្ចឹងដែរ complex 1អាទិត្យ probab 1អាទិត្យ differential ក៏1អាទិត្យហើយចំពោះផ្នែកវីទ័រក្នុងលំហហើយនឹងកោណិកនេះយើង2អាទិត្យទៅដោយសារវាមាន2ផ្នែកចំពោះអនុគមនេះគឺអ្នកនរគ្នានៅសល់ពេលប្រហែលពេលនេះគឺយើងបានចំណាយពេលអស់រយៈពេល7សប្តាហ៍ហើយអញ្ចឹងនៅសល់ពេលប្រហែលមុនដល់ពេលប្រឡងហ្នឹងគឺអ្នកនរគ្នាយកមកចាយនៅក្នុងការធ្វើអនុគមដោយសារតែអនុគមគឺទទួលបានពិន្ទុច្រើនជាងគេនៅក្នុងមុខវិជ្ជាគណិតផ្នែកវិទ្យាសាស្ត្រពិតហ្នឹងអញ្ចឹងបើសិនជាអ្នកគ្នាធ្វើអនុគមបានល្អវាទាញឲ្យអ្នកនរគ្នាទទួលបាននីតិអត់ល្អដែរអញ្ចឹងក្នុងពេលមួយអាទិត្យដែលអ្នកគ្នាយកទៅរៀនផ្នែកមួយហ្នឹងយើងផ្ដោតសំខាន់នៅក្នុងមួយអាទិត្យទី1នេះយើងរៀន limit ដែលមើលពីរូបមន្តតទៅនឹង limit exponential សញ្ញាទានអសញ្ញាទានក៏ដូចជាត្រីកោណមាត្រអញ្ចឹង limit ប្រភេទហ្នឹងវាតែចេញនៅពេលប្រឡង high score ពីរៀនរបស់វារៀនសូនដល់សូនអាណាលើអាណាបូកអាណាដល់អាណាអីអញ្ចឹងទៅយើងចំណាយពេលមួយអាទិត្យទៅលើ limit ហើយ integral វាមាន2 integral កំណត់ហើយនិងមិនកំណត់តែជាទូទៅគឺគេចេញប្រឡងតែ integral កំណត់ទេអញ្ចឹងអ្នកគ្នារៀនធ្វើមួយអាទិត្យតទៅនឹង integral ហ្នឹងតែទៅលើintegral កំណត់បានហើយចំពោះ complex អ្នកនរគ្នាអាចទៅរកប្រភេទលំហាត់ដែលគេត្រៀមជាវិញ្ញាសាស្ត្រការប្រឡងបាក់ឌុបហ្នឹងយកមកធ្វើមកផ្នែក complex ហ្នឹងគឺវាមានចេញឯកសារជាទម្រង់ complex ទម្រង់ត្រីកោណមាត្រហើយកណនី e ស្វ័យគុណ2025 2026អញ្ចឹងទៅអញ្ចឹង complex ហ្នឹងក៏អ្នកនរគ្នាចំណាយពេលមួយទៅលើវាដែរទៅដោយសារតកម្រិតនៃការពិបាកហ្នឹងគឺខ្ញុំគិតថា limit គឺកម្រិតវាទាបជាងគេ limit អត់សូវពិបាកទេintegral នេះអាចថារៀងបាក់ជាង limit តិចតួចចំពោះ complex នេះយើងអាចថាមធ្យមដែរបើ probab វិញអ្នកនរគ្នា probab យើងអាចខ្វល់ថាគេអាចចេញចម្លាស់ឬក៏ចេញបន្សំតែជាទូទៅគឺចេញតែបន្សំទេទៅលើ probab មានតែបន្សំទេ say n យក a ហ្នឹងហើយចំពោះ differential នេះគឺអ្នកនរគ្នាមើលតាមលំនាំដែលគេស្រាប់ចេញកាលពីឆ្នាំមុនណាគេមានអាចថាយើងរកកសំណួរកសំណួរខសំណួរកអញ្ចឹងកវាបតកណាទៅខបតកណាទៅកគេអត់សួរយើងសម្រាប់ទៅរកសំណួរចុងក្រោយហ្មងទេ differential ហ្នឹងគេឲ្យយើងរកម្ដងមួយហើយដើម្បីទាញយើងទៅរកសំណួរចុងក្រោយបានអញ្ចឹងអ្នកគ្នាមើលលំនាំមួយឆ្នាំមុនគេចេញអីវាចេញស្តៀងហ្នឹងទេចំពោះវីទ័រក្នុងលំហអ្នកនរគ្នាជាទូទៅគេអាចចេញពី3ទៅ4សំណួរនៅក្នុងផ្នែកវីទ័រក្នុងលំហហ្នឹងអញ្ចឹងវីទ័រក្នុងលំហហ្នឹងក៏ដូចគ្នាដែរអ្នកគ្នាទៅរកលំហាត់វាមកធ្វើបើសិនជាអ្នកគ្នាបានធ្វើលំហាត់ច្រើនទៅក្នុងវីទ័រក្នុងលំហហ្នឹងអូខេផ្នែកហ្នឹងវាអត់មានអីជាកលឹះពិបាកខ្លាំងទេវាចេញដូចតឆ្នាំមុនដែរទេវាអត់មានអីផ្នែកខុសពីឆ្នាំមុនទេហើយផ្នែកកោណិកអ្នកនរគ្នានឹងឃើញមាន3ផ្នែក parabol epibol ហើយនិង ellipse ហើយកុំទៅសួរគ្រូថាមួយណាដែលមានភាគរយខ្ពស់ក្នុងការចេញប្រឡងអីគឺយើងរៀនទាំង3ហ្នឹងឲ្យស្មើគ្នាទៅរយៈពេល1អាទិត្យហ្នឹងគឺយើងធ្វើលំហាត់ellipse epibol ហើយនិង parabol ហ្នឹងឲ្យបានច្រើនដូចគ្នាទៅកុំខ្វល់ថាមួយណាដែលមានភាគរយខ្ពស់ក្នុងការចេញមួយណាអត់អាចចេញគឺយើងរៀនធ្វើទាំង3ផ្នែកកោណិកហ្នឹងណាអញ្ចឹងបន្ទាប់ពីចំណាយពេល7សប្តាហ៍មកលើ6រំខាងលើនេះហើយនៅសល់ពេលប្រហែលគឺអ្នកនរគ្នាយកមករៀនធ្វើអនុគមព្រោះថាអនុគមនៅក្នុងខាងផ្នែកវិទ្យាសាស្ត្រដូចខ្ញុំនិយាយឲ្យទៀតចុងគឺបន្ទុកវាច្រើនបើសិនជាអ្នកគ្នាចង់បាននីតិល្អត្រូវទៅធ្វើអនុគមនឹងឲ្យបានបន្ទុកពេញបើសិនជាអ្នកគ្នាធ្វើអនុគមនឹងខុសគឺអ្នកគ្នាប្រឈមនឹងការទទួលបានបន្ទុកទាបខ្លាំងទៅលើផ្នែកអនុគមនឹងដោយសារតែបើសិនជាអ្នកគ្នាបានឃើញលំហាត់អនុគមគឺវាបតកលាគ្នាពីកអាចថាពីកទៅដល់ងអញ្ចឹងបើអ្នកគ្នាធ្វើកខុសអញ្ចឹងដល់អ្នកគ្នាទៅគូហុកនៅក្នុងសំណួរចុងក្រោយគេនៃអនុគមហ្នឹងក៏ខុសតាមនឹងដែរអញ្ចឹងអ្នកគ្នាត្រូវមានការប្រុងប្រយ័ត្ននៅក្នុងពេលសិក្សាអនុគមហ្នឹងអញ្ចឹងហើយតើខ្ញុំតបតែអ្នកគ្នាធ្វើអនុគមនេះឲ្យបានច្រើនជាងគេដោយសារតែវាទទួលបានបន្ទុកច្រើនជាងគេដែរក្នុងចំណោម7រំខានហ្នឹងគឺអនុគមបានបន្ទុកខ្ពស់ច្រើនជាងគេអញ្ចឹងខ្ញុំមានការណែនាំអ្នកគ្នាទៅប៉ុណ្្នឹងទេរយៈពេល60ថ្ងៃចុងក្រោយតាមពិតទៅយើងនៅសល់ពេលជាង70ថ្ងៃដែរត្រូវទេអញ្ចឹង
បើសិនជាដកគ្នាទៅអ្នកទាំងគ្នាអាចសល់ពេលខាងច្រើនចឹងច្រើនបន្ទាប់ពីរៀន7រមាំងនេះហើយអាចថាសល់ពេល10ថ្ងៃអញ្ចឹង10ថ្ងៃនេះខ្ញុំចង់អ្នកទាំងគ្នាយកពេលទៅរៀនធ្វើវិញ្ញាសាគណិតវិទ្យាដែលធ្លាប់ចេញកាលពីឆ្នាំ2014រហូតដល់2024 10ថ្ងៃចុងក្រោយដែលអ្នកទាំងគ្នានៅសល់បន្ទាប់ពីរៀន limit integral ធ្វើលំហាត់ complex ប្របាប differential ពីទៅក្នុងលំហកាលនេះហើយអ្នកអនុគមអីរួចអស់ហើយនៅសល់ពេលប្រហែលជា10ថ្ងៃនោះខ្ញុំចង់អ្នកទាំងគ្នាយកទៅរៀនធ្វើវិញ្ញាសាឆ្នាំចាស់ៗទៅលើមុខវិជ្ជាគណិតនោះដែលធ្លាប់ចេញកាលពីឆ្នាំ2014រហូតដល់2024ដោយសារតែយើងចាំបាច់ត្រូវតែធ្វើផ្នែកនីមួយៗឲ្យចេះអស់ហើយយើងទៅរៀនធ្វើវិញ្ញាសាឆ្នាំមុនថាតើវិញ្ញាសាឆ្នាំមុននោះយើងត្រូវចំណាយពេលប្រហែលម៉ោងក្នុងការធ្វើវាដោយសារតែគណិតដូចជាមានពេល2ម៉ោងកន្លះសម្រាប់ថ្នាក់វិទ្យាសាស្ត្រពិតអញ្ចឹងថាតើរយៈពេល2ម៉ោងកន្លះហ្នឹងអ្នកទាំងគ្នាអាចធ្វើរួចមុនម៉ោងអត់ឬក៏យើងធ្វើទៅនៅសល់ផ្នែកណាមួយដែលយើងអត់ចេះធ្វើឲ្យយើងធ្វើអត់ដល់ម៉ោងអញ្ចឹងយើងត្រូវការពេលពង្រឹងវាឡើងវិញអញ្ចឹងអ្នកគ្នានៅសល់មានពេល10ថ្ងៃចុងក្រោយហ្នឹងគឺសម្រាប់យកទៅពង្រឹងធ្វើទៅលើវិញ្ញាសាឆ្នាំចាស់ៗហ្នឹងហើយដើម្បីមើលថាតើសមត្ថភាពយើងអាចធ្វើបានប្រមាណភាគរយនៅក្នុងចំណោម7រមាំងនោះហើយរយៈពេល2ម៉ោង30នាទីនេះយើងអាចធ្វើទៅអត់យើងត្រូវទៅសេឲ្យលឿនឬក៏ទៅសេឲ្យយឺតដើម្បីអាច cover ឲ្យបានគ្រប់ទាំង7រមាំងហ្នឹងក្នុងរយៈពេល2ម៉ោងកន្លះប៉ុន្តែបើសិនជាអ្នកគ្នាចេះគ្រប់ផ្នែកទាំងអស់ហើយអ្នកគ្នាអាចធ្វើតាមសម្រួលបានមិនបាច់ញាប់ខ្លាំងពេកលឿនខ្លាំងពេកទេទៅសេតាមសម្រួលមិនយឺតពេកមិនលឿនពេកគឺអ្នកគ្នានឹង cover ទាំងអស់ហើយក្នុងរយៈពេល2ម៉ោង30នាទីហ្នឹងដោយសារតែតាមបទពិសោធន៍ខ្ញុំគឺខ្ញុំអត់បានធ្វើលឿនខ្លាំងពេកអីទេធ្វើតាមសម្រួលទេគឺខ្ញុំអាចធ្វើបានក្នុងរយៈពេល2ម៉ោងអាចនៅសល់30នាទីដើម្បីត្រួតពិនិត្យឡើងវិញដែរហើយយើងសល់ពេល76ថ្ងៃយើងបាន60ថ្ងៃរៀនធ្វើផ្នែកនីមួយៗ10ថ្ងៃធ្វើវិញ្ញាសាហ្នឹងទៅហើយនៅសល់ពេល6ថ្ងៃទៀតហ្នឹងអ្នកទាំងគ្នាអាចយកទៅមើលវិញ្ញាសាផ្សេងៗទៀតបានមុខវិជ្ជាផ្សេងទៀតដែលធ្វើប្រឡងហ្នឹងក៏ដូចជាទៅពេល relax ខ្លះដោយសារតែយើងគិតប្រឡងយើងអាចបុករៀនដូចពេលកាលពីដើមឆ្នាំឬក៏មុនពេលចិត្តប្រឡងការប្រឡងចូលមកដល់ទេដោយសារតែគិតប្រឡងយើងអាចស្មុករៀនខ្លាំងពេកទេអាចនឹងធ្លាក់ខ្លួនឈឺអញ្ចឹងយើងទៅពេលឲ្យខ្លួនឯងហើយជា4ថ្ងៃហ្នឹង relax សម្រាប់យកកម្លាំងសម្រាប់ទៅប្រឡងនៅថ្ងៃខាងមុខហ្នឹងអញ្ចឹងក្នុងវីដេអូហ្នឹងខ្ញុំមានមកបង្ហាញអ្នកគ្នាតែប៉ុណ្្នឹងឯង